ជំរាបសួរខ្ញុំបាទឈ្មោះក្រប៊ីមនិរៈតួនាទីជានាយកអាជីវកម្មផ្នែកទីប្រឹក្សានៅក្រុមហ៊ុន Prudential កម្ពុជាខ្ញុំបានជួបបម្រើការងារនៅក្រុមហ៊ុន Prudential កម្ពុជានៅឆ្នាំ2018បន្ទាប់បច្ចុប្បន្ននេះខ្ញុំបានបម្រើការងារនៅ Prudential រយៈពេល7ឆ្នាំហើយខ្ញុំក៏បានការពារប្រជាជនកម្ពុជាយើងជាង600គ្រួសារផងដែរសម្រាប់ថ្ងៃនេះខ្ញុំសូមបង្ហាញពីពាក់ព័ន្ធជាមួយនឹងដំណើរការនៃការធ្វើសំណងអតិថិជនមួយគឺនៅក្នុងខេត្តព្រះវិហារដែលទៅលើអ្នកគ្រូម្នាក់ដែលជាអតិថិជនរបស់ខ្ញុំហើយអ្នកគ្រូក៏មានវ័យក្មេងមែនទែនគាត់ទើបតែមានអាយុ26ឆ្នាំក៏ប៉ុន្តែគាត់មានបន្ទុកគ្រួសារគឺគាត់មានកូនរហូតដល់3នាក់ក្រោយពីគាត់បានទទួលនៅសេវាកម្មពីខាងយើងរយៈពេលជាង1ឆ្នាំជាអកុសលយើងបានទទួលទូរស័ព្ទពីក្រុមការងារនៅប្រចាំនៅតំបន់ខំមកប្រាប់ថាអ្នកគ្រូក៏បានទទួលមរណភាពក្រោយពីខ្ញុំបានទទួលទូរស័ព្ទភ្លាមខ្ញុំក៏បានឲ្យក្រុមការងារខ្ញុំហ្នឹងគឺគាត់ចុះទៅភ្លាមដើម្បីសម្របសម្រួលក្នុងការប្រមូលព័ត៌មានក៏ដូចជាប្រាប់ពីនីតិវិធីនៃការស្នើសុំឯកសារមួយចំនួនយើងដឹងយើងក៏ណែនាំទីប្រឹក្សាយើងនៅតំបន់ហ្នឹងភ្លាមឲ្យចុះទៅជាមួយនឹងនៅពេលដែលគាត់មានបញ្ហាបន្ទាប់ពីក្រុមការងារយើងប្រមូលឯកសារពីគ្រួសារគាត់គ្រប់គ្រាន់គឺខ្ញុំបានចុះទៅផ្ទាល់នៅថ្ងៃបន្ទាប់ក្នុងការរៀបចំឯកសារជូនដល់គ្រួសារគាត់ក៏ដូចជារៀបចំពាក់ព័ន្ធជាមួយនឹងសំណងផ្ញើមកខាងភ្នំពេញយើងមកក្រុមការងារសំណងហើយពាក់ព័ន្ធជាមួយក្រុមការងារយើងក៏អត់ទុកយូរដែរគឺយើងមានការចុះសម្របសម្រួលជួយដល់អតិថិជនយើងគឺអត់ទុកឯកសារគាត់ចោលទេយើងបានតាក់ទងគ្នារហូតក្នុងការប្រសេសសំណងជូនអត់ដល់បុណ្យ7ថ្ងៃរបស់គាត់ផងគ្រួសាររបស់គាត់បានទទួលសំណងពីក្រុមការងាររបស់យើងឃើញផ្ទាល់ជាក់ស្ដែងនឹងផ្ទាល់ភ្នែកគឺគ្រួសាររបស់គាត់កំពុងតែមានទុក្ខជាន់លើទុក្ខទាំងចំណាយពេទ្យទាំងចំណាយបុណ្យសពរបស់គាត់ហើយក្រុមការងារយើងក៏យើងមានការបដិញ្ញាចិត្តក្នុងការធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើងទទួលបាននៅសេវាដ៏ល្អនៅពេលដែលក្រុមការងាររបស់ខ្ញុំពង្រឹងសេវាកម្មជូនអតិថិជនគាត់សប្បាយចិត្តទី1ទី2ហ្នឹងគឺយើងប្រៀបដូចជាវីរៈបុរសក្នុងគ្រួសារគាត់ចឹងពេលមនុស្សមានទុក្ខភ្លាមយើងយកអាទុក្ខរបស់គាត់នឹងចេញផ្លែក្នុងគ្រាលំបាកពួកយើងគឺនៅក្បែរបងប្អូនជានិច្ច